ចាជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះនាងខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍នៃវិបស្សនាកម្មដ្ឋានបន្តដោយសារតែមានប្រិយមិត្តគាត់ឆាតមកសួរនាងខ្ញុំថាវគ្គហ្នឹងអាចចូលរៀនបានហ្នឹងសម្រាប់តែមនុស្សដែលមានវ័យកណ្ដាលទៅដល់វ័យចាស់មែននេះខ្ញុំចង់និយាយថាវគ្គហ្នឹងអាចចូលរៀនបានចាប់ពីអាយុ18ឆ្នាំរហូតទៅដល់80ឆ្នាំឲ្យតែយើងមានសុខភាពផ្លូវចិត្តនិងផ្លូវកាយប្រក្រតីល្អអញ្ចឹងណាព្រោះមុនពេលចូលរៀនហ្នឹងខាងមណ្ឌលគេនឹងខលទៅសម្ភារយើងផ្ទាល់ហើយនៅពេលដែលយើងចុះឈ្មោះតាម website ហ្នឹងថាយើងអាចមានសមត្ថភាពឬក៏លទ្ធភាពអាចចូលរៀនបានអត់អញ្ចឹងណាហើយអញ្ចឹងហើយមិនមែនសម្រាប់តែមនុស្សវ័យកណ្ដាលទៅទេហើយខ្ញុំពិតជាស្ដាយមែនតើដោយសារតែខ្ញុំទៅតែស្គាល់វគ្គហ្នឹងខ្ញុំសង្ឃឹមថានិយាយទៅបើសិនជាខ្ញុំដឹងតាំងពីខ្ញុំអាយុ18ឆ្នាំវិញខ្ញុំនឹងចូលរៀនវគ្គហ្នឹងតាំងពី18ឆ្នាំហើយនិយាយមែនព្រោះអីវគ្គហ្នឹងធ្វើឲ្យយើងមាន self leadership ខ្ពស់មែនតើហ្មងការដឹកនាំខ្លួនឯងការរកឃើញខ្លួនឯងហ្នឹងណាហើយបើសិនសម្រាប់អ្នកដែលជាគ្រួសារស្វាមីភរិយាទៅរៀនវគ្គហ្នឹងហឺទៅល្អហឺតាធ្វើឲ្យគ្រួសារតិចតិចមកព្រោះឲ្យគ្រួសារដែលចេះវិបស្សនាមានសមាជិកចេះវិបស្សនាចាប់ពី2នាក់ឡើងទៅបប្រតិបត្តិធម៌ជាមួយគ្នាអញ្ចឹងគឺគ្រួសារហ្នឹងតិចតិចមកហើយក៏កាត់បន្ថយការឆ្លោះគ្នាភាគច្រើនហ្មងហើយវគ្គហ្នឹងដូចខ្ញុំនិយាយពីមុនអញ្ចឹងគឺ international ហើយចឹងនិយាយឲ្យអ្នកទៅរៀនណាគឺមានជនបរទេសក៏ទៅរៀនដែរអ្នកខ្លះនៅស្វីសអ្នកខ្លះនៅឥណ្ឌូនេស៊ីអញ្ចឹងដោយសារតែនៅប្រទេសគាត់ពេញអញ្ចឹងក៏គាត់មកចុះឈ្មោះមករៀននៅខ្មែរយើងទៅដោយសារតែមណ្ឌលនៅខ្មែរយើងអត់ទាន់ពេញហើយម្យ៉ាងទៀតគាត់ចង់មកលេងប្រទេសខ្មែរផងអញ្ចឹងនៅពេលដែលក្នុងវគ្គសិក្សាហ្នឹងក្នុងវគ្គរបស់ខ្ញុំហ្នឹងមានជនបរទេស6 7នាក់ដែរទាំងខាងស្រីទាំងខាងប្រុសអញ្ចឹងណាហើយល្អនិយាយទៅបើសិនជាអត់ល្អមិនជនបរទេសគេមកចុះឈ្មោះឲ្យ register ទៅរៀនវគ្គហ្នឹងដល់10ថ្ងៃឯអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយច្រាអញ្ចឹងនាងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្គាល់វគ្គហ្នឹងហើយក៏ចង់ឲ្យមានចង់និយាយថាមានសិស្សវិបស្សនាកាន់តែច្រើនណាព្រោះអីសិស្សវិបស្សនាគឺជាសិស្សដែលល្អអរគុណច្រើនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើមានសំណួរផ្សេងទៀតនាងខ្ញុំនឹងបកស្រាយបន្តសូមអរគុណ